ក្រសួងការពារជាតិថៃទទួលស្គាល់សមត្ថភាពការពារដែនអាកាសរបស់កងទ័ពកម្ពុជាយន្តហោះគ្មានមនុស្សបើកដែលគេសង្ស័យថាជាដ្រូនខ្នាតធំសម្រាប់បម្រើឲ្យវិស័យយោធាថៃដែលមានត្រឹមតែ3គ្រឿងនោះត្រូវបានអគ្គិភ័យលេបត្របាក់ទាំងស្រុងអស់មួយគ្រឿងហើយកាលពីយប់ថ្ងៃទី18ធ្នូអំឡុងពេលធ្វើប្រតិបត្តិការយោធាដោយខុសច្បាប់ចូលក្នុងភូមិសាស្ត្រទួលពងរសង្កាត់អូរុស័យក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យក្នុងដែនអធិបតេយ្យរបស់កម្ពុជាក្រោយការបរាជ័យក្នុងសមរភូមិប្រយុទ្ធលើទឹកដីខ្មែរមានការអធិប្បាយជាច្រើនលើបណ្ដាញទំនាក់ទំនងសង្គមដោយធ្វើការសន្និដ្ឋានថាយន្តហោះគ្មានមនុស្សបើកប្រភេទនេះគឺជាដ្រូន Mark Dominator XP ដែលត្រូវបានប្រើប្រាស់ក្នុងវិស័យយោធារបស់ថៃប៉ុន្តែអាជ្ញាធរមូលដ្ឋានក្នុងក្រុងប៉ោយប៉ែតមិនទាន់បញ្ជាក់ពីអត្តសញ្ញាណជាក់លាក់របស់ដ្រូននេះនៅឡើយទេចំណែកលោកណាតផុន ណាត់ផានិតរដ្ឋមន្ត្រីក្រសួងការពារជាតិថៃបានបញ្ជាក់ថាដ្រូនឆ្លប់យកការរបស់ថៃមួយគ្រឿងដែលត្រូវបានបាញ់ទម្លាក់ដោយកងកម្លាំងកម្ពុជាគឺជាដ្រូនឆ្លប់យកការ Mark DP-20 ឬ DI-4 មិនមែនជាដ្រូន Mark Dominator XP របស់ថៃឡើយប៉ុន្តែលោកទទួលស្គាល់ថាកម្ពុជាពិតជាមានអាវុធការពារដែនអាកាសដែលមានសមត្ថភាពអាចកំណត់គោលដៅលើយន្តហោះគ្មានមនុស្សបើករបស់ថៃប្រកាសមែនយ៉ាងណាក៏ដោយបន្ទាប់ពីមានការវែកញែកលើបណ្ដាញទំនាក់ទំនងសង្គមអតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាននិងជាសមាជិកក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រលោកខៀវកញ្ញរិទ្ធមានប្រសាសន៍ថាបើក្នុងលក្ខខណ្ឌដ្រូនដែលធ្លាក់ឆេះនៅក្រុងប៉ោយប៉ែតនោះគឺជាដ្រូន Mark Dominator XP មែននោះមានន័យថាថៃសល់ដ្រូនប្រភេទនេះតែ2គ្រឿងទៀតប៉ុណ្ណោះយោងតាមគេហទំព័រ Aero Expo Connect Air Force Technology និង Fights Global ជាដើមបង្ហាញថាដ្រូនប្រភេទ Dominator XP នេះមានសមត្ថភាពប្រើប្រាស់ទាំងក្នុងវិស័យយោធានិងវិស័យស៊ីវិលដែលត្រូវបានរចនារូបរាងខាងក្រៅដូចយន្តហោះស៊ីវិលធម្មតាដោយកែច្នៃតាម model យន្តហោះស៊ីវិលប្រភេទ Diamond DA-42 របស់ប្រទេសអូទ្រីដែលមានន័យថាយន្តហោះគ្មានមនុស្សបើកប្រភេទនេះគឺមិនមានលក្ខណៈណាមួយបង្ហាញពីការបម្រើឲ្យវិស័យយោធានោះឡើយ Dominator XP មានតួខ្លួនប្រវែង8កណ្ដកសញ្ញា6ម៉ែត្រស្លាបម្ខាងប្រវែង13កណ្ដកសញ្ញា5ម៉ែត្រនិងកម្ពស់2កណ្ដកសញ្ញា5ម៉ែត្រដែលដំណើរការដោយម៉ាស៊ីនភ្លោះ Twin Engine និងមានគម្របបិទបើកនៅពីចំហៀងខ្លួនផងដែរគិតទាំងប្រវែងតួខ្លួនស្លាបចំហៀងនិងម៉ាស៊ីនមួយគូនោះ Dominator XP មានទម្ងន់ខ្លួនរហូតដល់ទៅ1200គីឡូក្រាមឯណោះពិតមែនតែរូបរាងសាមញ្ញប៉ុន្តែសមត្ថភាពរបស់វាគឺលើសពីយន្តហោះគ្មានមនុស្សបើកធម្មតា Dominator XP មានសមត្ថភាពផ្ទុកទម្ងន់ដល់ទៅ373គីឡូក្រាមទំហំខ្លួននិងកម្លាំងនេះគឺដើម្បីផ្ទុកឧបករណ៍ផ្សេងៗដែលត្រូវបានគេបំពាក់ពីលើវាក្នុងបំណងឲ្យមានសមត្ថភាពកម្រិតខ្ពស់កាន់តែខ្លាំងសម្រាប់បម្រើឲ្យទាំងវិស័យយោធានិងស៊ីវិលប៉ុន្តែ Dominator XP ក៏អាចពង្រីកសមត្ថភាពហោះហើរក្នុងទម្ងន់កម្រិតអតិបរមារហូតដល់ទៅ1900គីឡូក្រាមដែរដោយគិតទាំងទម្ងន់ខ្លួននិងឧបករណ៍ដែលគេបានបំពាក់ពីលើវានោះក្រោមការបំពាក់ឧបករណ៍ទំនើបDominator XP មានសមត្ថភាពអាចបណ្ដេតខ្លួនលើអាកាសកម្រិតខ្ពស់រហូតដល់ទៅ9100ម៉ែត្រនិងអាចធ្វើដំណើរពេលប្រតិបត្តិការក្នុងល្បឿនអតិបរមា350គីឡូម៉ែត្រក្នុង1ម៉ោងរួមទាំងអាចសម្ងំលាក់ខ្លួននៅលើលំហរយៈពេល20ទៅ30ម៉ោងជាប់គ្នាផងដែរព្រោះវាដំណើរការដោយម៉ាស៊ីនភ្លោះដើម្បីធានាថាទោះបីម៉ាស៊ីនមួយមិនដំណើរការក៏នៅតែអាចធ្វើប្រតិបត្តិការដោយគ្មានការរំខានសមត្ថភាពទុកទម្ងន់រហូតដល់ទៅជិត400គីឡូក្រាមនេះគឺគេធ្វើឡើងក្នុងបំណងឲ្យវាអាចបំពេញភារកិច្ចលើពហុមុខងារអំឡុងពេលប្រតិបត្តិការមិនមែនដើម្បីផ្ទុកសម្ភារៈដូចជាបាយទឹកភេសជ្ជៈឬគ្រឿងឧបភោគបរិភោគផ្សេងៗនោះទេប៉ុន្តែគឺវាផ្ទុកឧបករណ៍ជាច្រើនដែលត្រូវបានភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យាទំនើបសម្រាប់ស៊ើបការតាមដាននិងស៊ើបអង្កេតទាំងនៅលើដីគោកនៅលើផ្ទៃសមុទ្រឬដងទន្លេប្រព័ន្ធទាំងនោះរួមមានប្រព័ន្ធតាមដានគោលដៅពីចម្ងាយដែលអាចបែងចែកអត្តសញ្ញាណច្បាស់លាស់មិនថាមនុស្សឬវត្ថុប្រព័ន្ធឆ្លុះបញ្ចាំងគោលដៅឲ្យឃើញច្បាស់ទោះពេលយប់ឬមានអាកាសធាតុចុះអាប់ឬភ្លៀងធ្លាក់ឬអាកាសធាតុអាក្រក់កម្រិតណាក៏ដោយបន្ថែមពីនេះក៏មានប្រព័ន្ធស្វែងរកនិងសង្គ្រោះប្រព័ន្ធកំណត់ទីតាំងគោលដៅប្រព័ន្ធចាប់កម្ដៅមនុស្សចាប់កម្ដៅយានយន្តនិងចាប់កម្ដៅម៉ាស៊ីនប្រព័ន្ធចាប់អគ្គិភ័យប្រព័ន្ធបញ្ជូនវីដេអូរូបថតពណ៌ដែលមានកម្រិតច្បាស់និងលឿនប្រព័ន្ធស្វែងរកគោលដៅលាក់ខ្លួនប្រព័ន្ធបញ្ជាក់គោលដៅកំជ្រួចប្រព័ន្ធចាប់នាវាធម្មតាប្រព័ន្ធប្រឆាំងនាវាមួយទឹកប្រព័ន្ធចាប់សារទំនាក់ទំនងប្រព័ន្ធភ្ជាប់ទំនាក់ទំនងផ្កាយរណបប្រព័ន្ធបញ្ជូនទិន្នន័យលឿននិងឆាប់រហ័សប្រព័ន្ធហោះហើរបានឆ្ងាយរហូតដល់ឆ្លងពីប្រទេសមួយទៅប្រទេសមួយទៀតប្រព័ន្ធចុះចតនិងហោះឡើងដោយស្វ័យប្រវត្តិរួមទាំងប្រព័ន្ធបញ្ជាឧបសគ្គស្វ័យប្រវត្តិដែលនៅបាំងពីមុខវាដូចជាភ្នំឬជញ្ជាំងផងដែរចំពោះការប្រើប្រាស់លក្ខណៈស៊ីវិល Dominator XP ត្រូវបានប្រើដើម្បីតាមដានគ្រោះធម្មជាតិដូចជាទឹកជំនន់ឬភ្លើងឆេះព្រៃជាដើមរួមទាំងល្បាតដែនសមុទ្រថែមទៀតយោងតាមគេហទំព័រចេញផ្សាយពីបរិខាយោធាឈ្មោះ Military Coverage បានចេញផ្សាយកាលពីថ្ងៃទី6ខែកញ្ញាឆ្នាំ2023ថាកងទ័ពថៃបានប្រកាសប្រើប្រាស់យន្តហោះគ្មានមនុស្សបើកប្រភេទ Dominator XP UAS ជាផ្លូវការនៅក្នុងពិធីមួយនៅមូលដ្ឋានកងទ័ពអាកាស Thakli របស់ថៃដែលត្រូវបានដាក់ឲ្យស្ថិតក្រោមការគ្រប់គ្រងនិងបញ្ជារបស់អង្គភាពកងទ័ពអាកាស302នៃបញ្ជាការដ្ឋានកងទ័ពលេខ3ឬហៅថា Third Wing កាលពីថ្ងៃទី1ខែកញ្ញាឆ្នាំ2023កន្លងទៅប្រភពដដែលបញ្ជាក់ថា Drone Dominator XP នេះត្រូវបានកងទ័ពអាកាសថៃបញ្ជាទិញពីក្រុមហ៊ុន Aeronautic Defense System របស់ប្រទេសអ៊ីស្រាអែលតាំងពីឆ្នាំ2018
មកដែលមានចំនួន3គ្រឿងក្នុងមួយគ្រឿងតម្លៃ$9 លានអាមេរិកដែលគិតជាសរុបគឺមានចំនួនដល់ទៅ$27 លានឯណោះតម្លៃនេះគឺរាប់បញ្ចូលទាំងការផ្ដល់គ្រឿងបន្លាស់ឧបករណ៍ត្រួតត្រងបច្ចេកទេសនិងការបណ្ដុះបណ្ដាលអ្នកបញ្ជារួមទាំងបុគ្គលិកបច្ចេកទេសផងដែរខ្ញុំធ្វើសេចក្តីរាយការណ៍ពី Peace Cambodia